An sơ đây bong bồn ngày này chụp chỉ mười nhom đi đấy ngày này mà bền bong bồn đặc biệt tinh mi bị ăn nơi nông châu bong bồn hay complete tam đàn video bọc nhóm complete chui like chui share nhom nè mùi phóng tao còn mọi cà phê dú mà tam đàn video bọc nhom tận óc nè chân bong bồn chụp không châu mất bong bồn chụp không châu bong bồn vay đôi nhom mà vay chia bong bồn vay biệt há bài bài Express VPN នោះនេះវាយអាហ្នឹងបងប្អូនយើងវាយពាក្យហ្នឹងហើយយើងចុច search មកបាទបន្ទាប់ពីចុច search រួចរាល់ហើយបងប្អូននឹងឃើញ Express VPN បាទយើងទិញវាកូដទិញវាមកណាបាទបន្ទាប់ពីយើងចូលអញ្ចឹងហើយវាមានចំណុចខាងនេះបងប្អូនឡើងទៅនេះគេមានរើសជាឆ្នាំជាខែបើបងប្អូនចង់ទិញ2ឆ្នាំយក2ឆ្នាំទៅបងប្អូនចង់ទិញ1ខែចុចកន្លែងសញ្ញាព្រួយហ្នឹងមកបងប្អូនរើសមកមាន1ខែ12ខែ1ឆ្នាំនិង2ឆ្នាំអញ្ចឹងបងប្អូនចង់ទិញរយៈពេលប្រហែលអញ្ចឹងឧទាហរណ៍បងប្អូនថាទិញ1ខែចុះនេះ1ខែវាតម្លៃ$13បើយើងយក1ឆ្នាំតើតម្លៃវាប្រហែលនឹងចុចលើនឹងមើលមកនេះ1ឆ្នាំ1ខែអស់$14ទេអញ្ចឹង1ឆ្នាំយើងអស់តែ$62ទេបើយើងទិញរយៈពេលកាន់តែវែងវាកាន់តែអស់តិចបងប្អូនទេបើ2ឆ្នាំអស់ប្រហែលក្នុង1ខែ2ឆ្នាំ1ខែ$13ជាងទេអញ្ចឹងវាអស់តែ$119ទេបងប្អូនធូរថ្លៃមែនទែនអញ្ចឹងណាអញ្ចឹងឧទាហរណ៍មើលអញ្ចឹងខ្ញុំចុចយក1ខែបងប្អូនសិនបាទបន្ទាប់ពីចុចយក1ខែហើយបងប្អូនចុចមកចុចពីថា get advance នេះមកនេះបាទបន្ទាប់ចុច get advance ហើយខាងលើនេះបងប្អូនត្រូវតែវាយលេខ Gmail របស់យើងដាក់ Gmail យើងចូលមួយមកបងប្អូនចង់ដាក់ Gmail មួយណាបងប្អូនវាយមកហ្នឹងហើយដាក់ Gmail ហ្នឹងដើម្បីយើងទុកយកលេខកូដ password អញ្ចឹងណាហើយបងប្អូនចុចពីថា continue មកបងប្អូននេះ continue មកបាទបន្ទាប់ពីចុច continue រួចរាល់ហើយនេះវាចូល step ទី2ឃើញបងប្អូនយកពាក្យថានេះ visa នេះមកបើបងប្អូនមានជា3ផ្សេងបងប្អូនជ្រើសតាមបងប្អូនដែលមានមកធ្វើផាក៏បានដែរអញ្ចឹងខ្ញុំជ្រើសខាង visa អញ្ចឹងខ្ញុំ select ត្រី3នេះមកបងប្អូនបាទយើងចុចត្រី3មកហើយបន្ទាប់មកយើងវាយឈ្មោះ name card របស់យើងមក visa card យើងឈ្មោះអីយើងវាយលេខកន្លែងហ្នឹងឲ្យ3បញ្ចូលមកបងប្អូនណាវាយបញ្ចូលមកបន្ទាប់មកកន្លែងនេះលេខ16ខ្ទង់របស់ visa card យើងវាយបញ្ចូលទៀតមកបងប្អូនបន្ទាប់ពីយើងវាយបញ្ចូលរួចរាល់ហើយយើងចំណុចខាងនេះយើងវាយខែហើយឆ្នាំរបស់លេខកាតយើងមកបងប្អូនយើងវាយមកហើយកន្លែង1 2 3នេះលេខ CSV បងប្អូនយកលេខ CSV 3ខ្ទង់ខាងក្រោយវាយបញ្ចូលមកបន្ទាប់ពីបងប្អូនវាយបញ្ចូលរួចរាល់ហើយបងប្អូនចុចពាក្យនេះ submit នេះមកវិធីការហ្នឹងមកអញ្ចឹងវានឹងលោតចូលនៅក្នុង app របស់បងប្អូនហើយបងប្អូនចុចពាក្យថា accept ទៅវានឹងកាត់លុយក្នុង app យើងឲ្យស្វ័យប្រវត្តិហើយយើងនឹងបន្តទៅមុខទៀតហើយដើម្បីយកលេខកូដនិង password យកមក login នៅក្នុង VPN របស់យើងហើយខ្ញុំអត់បានបង្ហាញបងប្អូនទៅមុខទៀតទេព្រោះសារខ្ញុំទិញរួចរាល់ហើយចាំខ្ញុំនឹងបង្ហាញបងប្អូនពេលខ្ញុំទិញជាក់ស្ដែងអរគុណជួបគ្នានៅវីដេអូក្រោយ